ណែអ្នកគ្នាមានដៃចាប់អារម្មណ៍ដូចខ្ញុំអត់ជាបថាថ្មីហ្នឹងខ្ញុំឃើញមុនតន់គឺមានការផ្លាស់ប្ដូរលឿនខ្លាំងមែនតើហ្មងមិនអីឆ្ងាយទេអ្នកគ្នាគឺផ្លាស់ប្ដូរ tag skin អីចឹងហ្នឹងជាក់ស្ដែងនេះគឺ skin Lady Dragon របស់យើងហ្នឹងកាលពីមុនហ្នឹងគេដាក់ tag epic ក៏ប៉ុន្តែថ្មីហ្នឹងគឺខ្ញុំទទួលបានព័ត៌មានថាគេបដូរទៅជា skin create វិញហើយប៉ុន្តែបដូរ tag ទេអ្នកគ្នាក៏ប៉ុន្តែតម្លៃអីគឺនៅធម្មតាទេមែនហ្មងខ្ញុំឮថា skin Lady Dragon ហ្នឹងគេមាន tag ថ្មីឲ្យក៏ប៉ុន្តែអាហ្នឹងគេដូរមកដាក់ epic ពេលឥឡូវគេដូរមកដាក់ skin create វិញក៏ប៉ុន្តែវាមិនអីទេអ្នកគ្នា skin របស់ខ្មែរវានៅតែជា skin របស់ខ្មែរហ្នឹងឯងហើយបន្តមកទៀត skin លៃឡា11ដែលបដូរជា skin 11ហ្នឹងឯងទៅជា skin legend វិញនិយាយថាពេលហ្នឹងអូយសរសើរ skin លៃឡាហ្នឹងស្អាតគ្រប់គ្នាអ្នកគ្នាមានអីលើតឡើងទៅជា skin legend និយាយថាគឺ wow sick មែនតើអ្នកគ្នាដោយគេយក skin របស់ថាមូសហ្នឹងមកជំនួស skin 11វិញនិយាយថាគឺខ្ញុំ so sad ខ្លាំងមែនតើអ្នកគ្នាដោយសារតែគេតឡើងអញ្ចឹងទៅវារៀង skin ហ្នឹងវារៀងថ្លៃដែរក៏ប៉ុន្តែអីអ្នកគ្នាខាង page របស់ VN Store ហ្នឹងគឺមានដាក់ diamond តែមានតម្លៃធូរថ្លៃអញ្ចឹងបើសិនជាអ្នកគ្នាចង់ដាក់ឬក៏ធ្វើការ pre-order test លើកទី2របស់ Event Esperance អីហ្នឹងអ្នកគ្នាអាចធ្វើការ pre-order ជាមួយគាត់បាន pre-order នៅក្នុង website ក៏បានដូចគ្នាអ្នកគ្នាហើយបន្តមកទៀត skin anniversary 9ឆ្នាំអា skin pass បាទ skin CC នេះអ្នកគ្នាគេបដូរពី skin 899 diamond ហ្នឹងទៅជា skin 1000 diamond វិញអាហ្នឹងសុកគឺតឡើងតម្លៃបងអ្នកគ្នាគឺថាខ្ញុំមិនដឹងថាគេមានការទិញច្រើនឬក៏មិនទេក៏ប៉ុន្តែបើសុកតឡើងតម្លៃអញ្ចឹងអីសម្រាប់អ្នកដៃ CC អីហ្នឹងគឺរៀងអស់លុយច្រើនតិចហើយក៏ប៉ុន្តែនៅពេលដែលគេចេញលក់មកដូចជាសល់តែ700 diamond ទេតែបើគិតទៅឡើង100ជាង diamond ដែរតែបន្តមកទៀតហ្នឹងគឺ skin ណាឲ្យ skin ហ្នឹងគេថា work art របស់វាហ្នឹងគឺស្តៀងនឹង skin Miss Bender ពេកគេ comment ថា Miss Bender ថោប៉ៅអីច្រើនអ្នកគ្នាអញ្ចឹងទៅមុនតនក៏បដូរទៅជារូបណាបិទផ្នែកមួយខាងអញ្ចឹងទៅយីមុនតននេះឆ្លាតដែរតាអ្នកគ្នាអា skin ណាគេគ្រប់ត្រូលច្រើនឬក៏ skin ណាគេអត់ពេញចិត្តអីហ្នឹងកាយនិយាយថាលឿនចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយអ្នកគ្នាកុំភ្លេច follow ខ្ញុំម្នាក់មួយផងអរគុណយ៉ា